បើសិនអ្នកទាំងអស់គ្នាស្ដាប់បទនេះហើយអ្នកទាំងអស់គ្នាយល់ពីអត្ថន័យបទនេះហើយយល់ពីការឈឺចាប់ដែលខ្ញុំបានដាក់នៅក្នុងបទនេះខ្ញុំសូមតែមួយទេសូម share វីដេអូនេះឈាមដាបសមរភូមិដើម្បីទឹកដីខ្ញុំអោកូនបើឲ្យកុំយំពុកទាំងនេះគ្មានអ្នកបងខំស្ម័គ្រចិត្តជន់មាតុភូមិពូជខ្មែរមានតែអ្នកខំកុំចាត់ពូចោលបន្លំឈ្នាពៀនទឹកដីបំផ្លាញត្រនំអ្នកណាអ្នកផ្ដើមសង្គ្រាមអ្នកណាអ្នកចង់សង្គ្រាមអ្នកណាចូលមកឈ្លានពានគឺអ្នកឯងជាអ្នកទន្ទ្រានអ្នកធ្វើរឿងរ៉ាវពង្រៀងអ្នកគិតថាខ្មែរមិនហ៊ានពូចោលនៅតែជាចោលអ្នកហ៊ានសម្លាប់ជីវិតរយលៀនម្ចាស់ដីយំយែកជាចែកដីគ្នាគេប្រជាជនសាមញ្ញ just got nothing to say ស្រែកខ្លាំងគេថាប្រឆាំងតែគាត់មិនចង់អញ្ចឹងទេពួកគាត់ក៏ចេះសោកសៅអ្នកណាយល់អារម្មណ៍ទេជួយខ្ញុំផងជួយផងជួយផងសម្រែកនៃរាខ្ញុំក្មេងៗខ្លាចតតែយំប្រជាធ្លាប់សុខកដុំសង្គ្រាមចូលមកកាត់សាច់ទាំងដុំខ្ញុំសូមលើកដៃប្រណម្យដូនតាខ្មែរជួយខាងឃុំរក្សាគុំគ្រងតបខ្ញុំធ្វើសាច់ឈ្នះមានសមរភូមិម្ដាយត្រូវព្រាត់កូនម៉ែអើយកូនទៅជួមុខហើយកូនត្រូវព្រាត់ពុកអើយពេលណាទៅបកក្រោយប្រពន្ធត្រូវព្រាត់ប្តីទាំងកូនខ្ចីឲ្យលោកអើយតែស្រីណាដែលមិនយំបើអ្នកមិនយំជាសត្វហើយទាហាន18នាក់មិនទាន់វិលមកស្រុកវិញទេក្នុង18រូបនោះសុខសឹងតែជាឪពុកគេក្នុង18រូបនោះមានកូនប្រពន្ធត្រូវមើលថែចាំណាគឺ18នាក់ត្រូវចាំឆ្លាក់គ្រប់បេះដូងខ្មែរទ្រាំបន្តិចទៀតតោះមិនខ្លាំងទៀតយើងសុខចិត្តអោមឲ្យទៀតព្រោះយើងចង់បានសន្តិភាពទោះត្រូវគេដាក់គំនាបយើងមិនរួយនឹងថោកទៀតទោះបីគេខំប្រឹងលៀបមិនយូរគង់ចេញសន្តារជាតិអូខ្មែរគឺអង្អើយខ្មែរមិនដែលខ្លាចយើងពូពីឲ្យបានអូខ្មែរពូជអ្នកក្លាហានទូមានមកប៉ុន្មានយើងស៊ូមិនរឿយឈ្នះស៊ូក្រុមសាំងស៊ូជំនះរឿងក្រុមយ៉ាងដូនតែខ្មែរអាចធ្វើបានចង់យើងមិនធ្វើមិនបាន